តោះសួស្តីទាំងអស់គ្នាឥឡូវខ្ញុំធ្វើការចូល order មួយទៀតដែលផ្អែកទៅលើ time frame មួយនាទីមានការ MACD មានការបត់ចុះនេះតោះនេះចានេះតោះនេះមានការបត់ចុះ volume ចេញក្រហមយើងមើលក្នុង time frame 5នាទីវាទៅតែបែកឡើងអត់ចង់រួចទេអញ្ចឹងយើងក៏មិនប្រកាសថាវាឡើងរួច 100% គឺវាគ្រាន់តែប៉ះខ្សែនៅចំណុច0តែប៉ុណ្ណឹងហើយបន្តក្រហមនៅក្រោមឡើយអញ្ចឹងប្រហែលជាអាច fail ក្នុងការឡើងតទៅទៀតហើយមកមើលក្នុង time frame 15នាទីគឺនៅលំហូរចុះបាទនៅលំហូរចុះអញ្ចឹងមក position នេះខ្ញុំចូល recover ខ្ញុំខាតនេះខ្ញុំខាត$4នេះខ្ញុំនឹង recover វាមកវិញពេលដល់ចំណុចហ្នឹងខ្ញុំធ្វើការ lock ពេលដល់$4ខ្ញុំ lock BE នៅចំកន្លែង$4ហ្នឹងហ្មងអញ្ចឹងហើយខ្ញុំនឹងហូរឆ្លងសប្តាហ៍តែហ្មងឥឡូវនេះយើងធ្លាក់បាន$2ហើយយើងរងចាំតទៅមុខទៀតហើយយើងក៏លេខមកមើលក្នុង time frame 30នាទីគឺនៅតែចុះដូចគ្នាយើងមើលដែរលំហូរវាកំពុងតែត្រៀមបត់ចុះក្រោមទាំងអស់បាទលើកលែងតែ1ម៉ោងទេ1ម៉ោងទើបតែបង្កើតអីថ្មីមកវិញហ្នឹងអញ្ចឹងជាមួយការចូលរបស់ខ្ញុំវិភាគគឺមានប៉ុណ្ណឹងទេហើយខ្ញុំនឹងធ្វើការបង្ហាញបន្តទៀតនៅពេលដែលបានលទ្ធផលបែបម៉េចដូចរាល់ដងអញ្ចឹងអូខេឥឡូវក្នុង time frame 1នាទីនេះមានការប៉ះមាត់ចាបបាទនេះប៉ះបែកមាត់ចាបហើយអញ្ចឹងយើងរងចាំមើលថាតើវាដំណើរការបែបណាទៀតអូខេអញ្ចឹងចាំមើលលទ្ធផលទាំងអស់គ្នា A few moments later អូខេឥឡូវនេះខ្ញុំបានចូលត្រូវហើយឥឡូវខ្ញុំចាប់ផ្ដើម move BE យកមកដាក់នៅចំណុចត្រង់4លេខចុច43អូខេហើយខ្ញុំធ្វើការ hold រហូតបាទបើសិនជាវាដល់10លេខលឿនអាហ្នឹងខ្ញុំកាត់បែកកដាទីតែបើអត់ទេគឺ hold ដល់សប្តាហ៍ក្រោយហើយវាប៉ះ BE យើងក៏ប៉ះទៅដោយសារយើង recover បានហើយអាហ្នឹងអញ្ចឹង TP ខ្ញុំនៅខាងក្រោមនេះគឺ50លេខនេះឃើញទេហើយឥឡូវយើងកំពុងចំណេញនេះបើយើងកាត់ក៏ចំណេញដែរ profit បាទនេះអូខេអញ្ចឹងអ្វីដែលខ្ញុំចូលគឺភាគច្រើនគឺត្រូវមិនមែនថាអ៊ូតមិនទេភាគច្រើនគឺត្រូវហើយបើខុសយើងអាច recover វិញបានអានេះគឺតម្រង់លេងបងសិស្សច្បងមួយចំនួនបែរចេះហ្នឹងហើយអញ្ចឹងចាំតបន្ថែមទៀតពេលដែលទទួលលទ្ធផលអញ្ចឹងឥឡូវយើងបានចំណេញយើងមិនចំណេញយើង recover វិញបានហើយអញ្ចឹងហ្នឹងហើយអញ្ចឹងចាំមើលថាពេលលទ្ធផលទៅជាបែបណាវិញអូខេអ្វីដែលយើងរំពឹងទុកថាអាចនឹងហូរឆ្លងសប្តាហ៍នេះគឺត្រូវបាន fail ឥឡូវនេះយើងបាន recover វិញបានហើយគឺបាទ$16វិញដដែលខុសតែមួយឯងបាទឥឡូវយើងរកបានវិញអញ្ចឹង balance យើងគឺ$101អូខេដូចដើមវិញអត់បញ្ហាអញ្ចឹងអីដែលយើងអាចធ្វើបានគឺរកកន្លែងចូលត្រូវអូខេអញ្ចឹងចាំជួបមួយខ្ញុំវីដេអូក្រោយយប់ជ្រៅហើយឥឡូវម៉ោង3ជាងហើយ recover វិញទៅមកថាកន្លែងចូលបានមិនស្រួលទេអញ្ចឹងអរគុណច្រើនជួបខ្ញុំវីដេអូក្រោយបាយ